ខ្ញុំជាក្មេងស្រីបិសាចខ្ញុំទៅសាលានៅពេលយប់ហើយដេកក្នុងមឈូសដ៏ប្រណិតនៅពេលថ្ងៃខ្ញុំមិនដែលធ្វើបាបមនុស្សណាម្នាក់ទេហើយរស់នៅដោយឈាមកណ្ដោថ្ងៃមួយខ្ញុំបានជួបមិត្តរួមថ្នាក់ឈ្មោះម៉ែកនៅថ្នាក់រៀនគាត់ចាប់អារម្មណ៍នឹងសម្រស់របស់ខ្ញុំភ្លាមប៉ុន្តែខ្ញុំមិនអាចឈប់សម្លឹងមើលករបស់ខ្ញុំហើយក៏ស្ទើរតែចេញមកខ្ញុំក៏ងាកមកចេញភ្លាមនៅពេលដែលម៉ែកងាកមកក្រោយមកម៉ែកបានផ្ដួចផ្ដើមចូលមកជិតខ្ញុំហើយយើងក៏ស្រឡាញ់គ្នាទៅវិញទៅមកថ្ងៃមួយពេលដែលខ្ញុំនៅផ្ទះម៉ែកឪពុកម្ដាយរបស់គាត់ក៏ត្រឡប់មកវិញតែមិននឹកស្មានដល់ធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលអាក្រក់បំផុតខ្ញុំបានដឹងថាឪពុករបស់ម៉ែកគឺជាអ្នកប្រមាញ់បិសាចដែលល្បីឈ្មោះ Van Helsing គាត់មើលមកខ្ញុំហើយដឹងថាមានអ្វីមួយចម្លែកអំពីខ្ញុំគាត់ថែមតែគាត់សម្គាល់ឃើញថាដៃរបស់ម៉ែកត្រជាក់ដូចទឹកកកគាត់អាចមានអារម្មណ៍ថាដៃរបស់នាងត្រជាក់ដើម្បីចូលរួមពិធីជួបជុំគ្រួសាររបស់ម៉ែកខ្ញុំបានសាក់លបងលេលាបស្បែកជាច្រើនដើម្បីឲ្យមើលទៅដូចមនុស្សប៉ុន្តែស្បែករបស់ខ្ញុំនៅតែស្លេកខ្ញុំថែមតែបានព្យាយាមងូតទឹកថ្ងៃធ្វើឲ្យខ្លួនឯងរលាករហូតដល់ជក់ប៉ុន្តែខ្ញុំនៅតែមិនអាចធ្វើឲ្យស្បែកខ្មៅបានចុងក្រោយមិត្តភក្តិរបស់ខ្ញុំបានណែនាំឲ្យខ្ញុំលាបថ្នាំពេញខ្លួននៅពេលដែលខ្ញុំត្រឡប់ទៅផ្ទះម៉ែកខ្ញុំមានស្បែកខ្មៅស្រស់ស្អាតប៉ុន្តែឪពុករបស់ម៉ែកបានយកស៊ុបខ្ទឹមសដ៏ឈ្ងុយឆ្ងាញ់មកឲ្យខ្ញុំនោះធ្វើឲ្យខ្ញុំមិនស្រួលខ្លួនខ្លាំងណាស់ដើម្បីលាក់អត្តសញ្ញាណរបស់ខ្ញុំបានសង្កត់ចិត្តឪពុកម្ដាយរបស់ម៉ែកបន្ទាប់មកខ្ញុំនិងម៉ែកបានចំណាយពេលមួយថ្ងៃដ៏អស្ចារ្យជាមួយគ្នារាងកាយបិសាចរបស់ខ្ញុំបានបង្ខំឲ្យខ្ញុំចាក់ចេញមុនពេលព្រលឹមខ្ញុំបានលោតចេញពីយ៉ជាន់ទី8ហើយចុះតាមជញ្ជាំងដោយស្ងៀមស្ងាត់ដោយពីងមុនពេលចាក់ចេញខ្ញុំបានរំលឹកម៉ែកឲ្យតាក់ទងមកខ្ញុំឈុតឆាកដ៏ចម្លែកនិងគួរឲ្យខ្លាចបានធ្វើឲ្យម៉ែកភ្ញាក់ផ្អើលយ៉ាងខ្លាំងចាប់ពីពេលនោះមករាល់ពេលដែលគាត់ឃើញខ្ញុំគាត់នឹងដកឈើឆ្កាងមកកាពីភ្លាននៅពេលដែលគាត់ដឹងថាឈើឆ្កាងគ្មានឥទ្ធិពលលើខ្ញុំគាត់ក៏ប្រញាប់ដាក់ខ្សែខ្ទឹមសមួយមកហើយប្រមានខ្ញុំឲ្យនៅឆ្ងាយខ្ញុំបានឆ្លើយជាមួយគាត់ដោយសួរថាតើខ្ញុំធ្លាប់ចង់ផឹកឈាមគាត់ទេហេតុអ្វីបានជាខ្ញុំជួយគាត់ធ្វើកិច្ចការសាលាចុងក្រោយម៉ែកជឿថាខ្ញុំមិនមានបំណងអាក្រក់ទេហើយយើងក៏ត្រូវគ្នាវិញព្រឹកបន្ទាប់ខ្ញុំមានអារម្មណ៍ថាមានអ្វីមិនប្រក្រតីជាមួយរាងកាយហើយក្អួតមិនធប់មិត្តភក្តិរបស់ខ្ញុំទីថាខ្ញុំប្រហែលជាមានផ្ទៃពោះវាគួរតែជាដំណឹងដែលនីក្រាយប៉ុន្តែខ្ញុំអាចផ្ដល់កំណត់ក៏កូនបានលុះត្រាតែខ្ញុំខ្លាយជាមនុស្សធម្មតាវិធីតែមួយគត់ដើម្បីធ្វើដូច្នេះគឺសម្រាប់មហេសីបេសាយដែលបានបំលែងខ្ញុំមហេសីនោះមានអំណាចខ្លាំងណាស់ប៉ុន្តែខ្ញុំព្រមប្រថុយដើម្បីកូនរបស់ខ្ញុំក៏សារភាពប្រាប់ឪពុករបស់ម៉ែកគឺ Van Helsing ហើយសុំជំនួយពីគាត់យល់ព្រមដែលមិនស្ទាក់ស្ទើរការប្រយុទ្ធចុងក្រោយបានមកដល់យើងបានរកឃើញមហេសីបេសាចកំពុងប្រមាញ់មនុស្សបាញ់នាងដែលព្រួយប្រាក់ពីខាងក្រោយហើយតាក់ទាញនាងទៅសារមន្ទីរខ្ញុំនិងមិត្តភក្តិបានត្រៀមខ្លួនដើម្បីវាយឆ្មក់នាងប៉ុន្តែនៅវិនាទីបន្ទាប់ខ្ញុំនៅទីនេះខ្ញុំខុសចិត្តមហេសីបានចាប់ Van Helsing ដោយកហើយព្យាយាមសម្លាប់គាត់នៅពេលដែលសំខាន់នោះ Mike បានបង្ហាញខ្លួនតាន់ពេលហើយក៏កាត់ក្បាលមហេសីគាត់បានបោះក្បាលនាងចូលក្នុងមឈូសហើយយើងទាំងអស់គ្នាបានធ្វើការជាមួយគ្នាដើម្បីបិទគម្របឲ្យចិត្តមហេសីបេសាចត្រូវបានចាញ់នៅទីបំផុតហើយខ្ញុំក៏បានក្លាយជាមនុស្សធម្មតាវិញឆ្នាំក្រោយមកខ្ញុំបានរកឃើញថាកូនស្រីរបស់ខ្ញុំកើតពីបេសាចខ្ញុំជាបេសាចស្រីខ្ញុំទៅសាលារៀននៅពេលយប់